ក្រុមបងម៉ូតូធំគឺពិតជា surprise ទៅដល់អ្នកក្រុងកំពតមែនទែនបាទមិននឹកស្មានថាក្រុមម៉ូតូធំរបស់ពួកគាត់គឺមានគ្នាច្រើនដល់ថ្នាក់ហ្នឹងណាបាទគឺច្រើនខ្លាំងណាស់បងប្អូនអរគ្នាបាទគឺម៉ូតូរាប់រយគ្រឿងណាហើយមានម៉ូតូចម្រុះគ្នាតែម្ដងដូចបងប្អូនឃើញស្រាប់អញ្ចឹងបាទមិនថាបាទតកតទៅនឹងឈុតកៅអៅគាត់ស្លៀកនេះគឺស្ទើរតែឈុតកៅអៅដូចគ្នាណាវីដេអូនេះអ្នកដែលចូលចិត្តលេងម៉ូតូក៏ដូចជាស្រឡាញ់ម៉ូតូធំបាទគឺយល់អារម្មណ៍មួយហ្នឹងហើយនៅពេលដែលឃើញម៉ូតូពួកគាត់ណាបាទគឺលេងសាសាណាមិនមែនតិចណាបងប្អូនហើយបាទគឺច្រើនមែនទែនបាទគឺពួកគាត់បាទចេញ trip លើកនេះក៏ដូចជាបោកធីមលើកនេះគឺលយមែនទែនបាទគឺម៉ូតូច្រើនចម្រុះហើយមានតាំងម៉ូតូកង់3មានតាំង BMW បាទមានតាំងVespa ច្រើនណាស់បងប្អូនហើយបាទគឺច្រើនគ្រឿងច្រើនម៉ាកមែនទែនហើយសម្រាប់ការចេញធីមលើកនេះក៏ជាខួបលើកទី12នៃក្រុមម៉ូតូធំផងដែរបាទហើយពួកគាត់ធ្វើដំណើរមកច្រើនអញ្ចឹងទីបងប្អូនថាពួកគាត់ឲ្យមានការសុំច្បាប់អនុញ្ញាតអីទៅបាទគឺពួកគាត់សិតតែមានការសុំការអនុញ្ញាតក៏ដូចជាសុំច្បាប់បាទពីស្នងការក៏ដូចជាអ្នកគ្រប់គ្រងនៅខេត្តកំពតណាបាទគឺបាទសុំច្បាប់មុនទៀតបងប្អូនបាទគឺមិនមែនមកលេងលំអីទេបាទគឺពួកគាត់មកគោលបំណងគឺដើម្បីបាទជួយផ្សព្វផ្សាយបាទតំបន់ទេសចរបាទឲ្យខេត្តកំពតគឺមានសេដ្ឋកិច្ចក៏ដូចជាសក្តានុពលបាទមួយដែលមានសេដ្ឋកិច្ចមួយរីកចម្រើនណាគឺពួកគាត់ចំណាយទាំងកម្លាំងពេលវេលានិងលុយកាក់របស់ពួកគាត់គឺដើម្បីមកផ្សព្វផ្សាយបាទតំបន់ទេសចរឲ្យមានសេដ្ឋកិច្ចនិងសន្ទុះនៃការគ្រប់គ្រងបាទឲ្យប្រជាជននៅក្រុងកំពតដូចជាខេត្តកំពតហ្នឹងគឺមានការងារធ្វើបាទនឹងអាចរកប្រាក់ចំណូលគ្រប់គ្រងជីវភាពគ្រួសារដូចជាជួយទៅដល់សេដ្ឋកិច្ចប្រទេសជាតិយើងឲ្យមានការរីកចម្រើនផងដែរគឺពិតជាអរគុណទៅដល់បងខាងផលិតមាតិកាដូចជាបងក្រុមបាទធីមម៉ូតូធំបាទគឺពិតជាអរគុណទៅដល់បងមែនទែនបាទដែលបានចំណាយពេលវេលាបាទដើម្បីមកធ្វើការផ្សព្វផ្សាយតំបន់ទេសចរបាទទៅកាន់ភ្ញៀវជាតិដូចអន្តរជាតិដើម្បីឲ្យមានសក្តានុពលបាទសម្រាប់ខេត្តកំពតផងដែរតទៅនឹងតំបន់ទេសចរមួយចំនួនបាទគឺសិតតែមានចំណែកបាទពួកបងដែលផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរមិនថាភ្ញៀវជាតិដូចអន្តរជាតិទេបាទគឺក្រុមបងបាទអ្នកផលិតមាតិកាហ្នឹងគឺមានចំណែកធំមែនទែនបាទសម្រាប់ការផ្សព្វផ្សាយបាទបំផុសបំផុលឲ្យភ្ញៀវទេសចរបានឃើញពីតំបន់ទេសចរថ្មីក៏ដូចជាទេសចរធម្មជាតិទេសចរវត្តសាស្ត្រនិងតំបន់ទេសចរកែច្នៃជាច្រើនទៀតផងដែរបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយចែករំលែកម្នាក់មួយផង